តើអ្នកជឿទេមានភ្នំមួយដែលខ្ពស់រហូតដល់ជិត9គីឡូម៉ែត្រពីនីវ៉ូទឹកសមុទ្រសូម្បីតែអ្នកឡើងភ្នំដែលមានបទពិសោធន៍ក៏ត្រូវចំណាយពេលជាច្រើនសប្តាហ៍ដើម្បីឡើងដល់កំពូលតើភ្នំនេះស្ថិតនៅឯណាហើយហេតុអ្វីបានជាវាពិបាកឡើងម្ល៉េះថ្ងៃនេះយើងនឹងស្វែងយល់ទាំងអស់គ្នាភ្នំខ្ពស់បំផុតលើពិភពលោកគឺភ្នំអេវើរេសต์វាមានកម្ពស់ប្រហែល8849ម៉ែត្រពីនីវ៉ូទឹកសមុទ្រភ្នំនេះស្ថិតនៅជាប់ព្រំដែនរវាងប្រទេសនេប៉ាល់និងតំបន់ទីបេប្រទេសចិនភ្នំអេវើរេសต์គឺជាគោលដៅសុបិនរបស់អ្នកឡើងភ្នំជុំវិញពិភពលោកជារៀងរាល់ឆ្នាំមានមនុស្សរាប់រយនាក់ព្យាយាមឡើងដល់កំពូលប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែជោគជ័យនោះទេនៅកម្ពស់ខ្ពស់ខ្លាំងខ្យល់មានអុកស៊ីសែនតិចជាងនៅកម្រិតដេកច្រើនអ្នកឡើងភ្នំភាគច្រើនត្រូវប្រើធុងអុកស៊ីសែនជំនួយលើសពីនេះអាកាសធាតុអាចប្រែប្រួលយ៉ាងឆាប់រហ័សមានខ្យល់ខ្លាំងព្រឺធ្លាក់និងសីតុណ្ហភាពអាចធ្លាក់ដល់ក្រោម-30 អង្សាសេឬទាបជាងនេះការឡើងភ្នំអេវើរេសต์មិនមែនចំណាយតែ2-3ថ្ងៃទេអ្នកឡើងភ្នំភាគច្រើនត្រូវចំណាយពេលប្រហែល5ទៅ9សប្តាហ៍ដើម្បីសម្របខ្លួនទៅនឹងកម្ពស់និងរង់ចាំអាកាសធាតុល្អការឡើងភ្នំអេវើរេសต์ត្រូវចំណាយថវិកាច្រើនអាស្រ័យលើសេវាកម្មនិងការរៀបចំការធ្វើដំណើរមួយអាចចំណាយចាប់ពី$30,000រហូតដល់ជាង$10,000ក្នុងម្នាក់ដោយសារមានអ្នកឡើងភ្នំកាន់តែច្រើនបញ្ហាសំរាមនៅលើភ្នំក៏កើនឡើងដែរអាជ្ញាធរនេប៉ាល់បានដាក់វិធានការឲ្យក្រុមអ្នកឡើងភ្នំយកសំរាមរបស់ខ្លួនចុះមកវិញដើម្បីការពារបរិស្ថានបើអ្នកមានឱកាសតើអ្នកហ៊ានឡើងដល់កំពូលភ្នំអេវើរេសต์ដែរឬទេសូមខមមិនប្រាប់ខ្ញុំផងបើអ្នកចូលចិត្តវីដេអូបែបចំណេះដឹងអំពីពិភពលោកសូមចុច Like Subscribe និង Share ដើម្បីគាំទ្រ Channel របស់យើងសូមអរគុណហើយជួបគ្នានៅវីដេអូបន្ទាប់